រដ្ឋបាលរាជធានីភ្នំពេញកំណត់ឲ្យក្រុមហ៊ុនកាំង3តាក់ស៊ីតាមអេបចំនួន5ចំណុចដើម្បីជៀសវាងដើម្បីប្រកបអាជីវកម្មនិងជៀសវាងមានចំនួនបន្តទៀតរដ្ឋបាលរាជធានីភ្នំពេញបានចេញនូវសេចក្តីប្រកាសព័ត៌មានដូចតទៅអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថានារសៀលថ្ងៃច័ន្ទ14កើតខែផលគុណឆ្នាំអាសាញ់សប្បុរសពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី2ខែមិនិនាឆ្នាំ2026នៅសាលារាជធានីភ្នំពេញឯកឧត្តមខុងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំសម្រាប់សម្រួលតាមការស្នើសុំរបស់ម្ចាស់សំណើដែលជាតំណាងអ្នកបើកបរម៉ូតូកង់3និងតាក់ស៊ីតាមប្រព័ន្ធបច្ចេកវិទ្យា App ដើម្បីទាមទារឲ្យក្រុមហ៊ុន App ទាំងអស់រួមមានក្រុមហ៊ុន Grab, PassApp, Tada, WowNow, Maxim និងក្រុមហ៊ុន Move ដើម្បីទាមទារនៅលក្ខខណ្ឌចំនួន5ដូចខាងក្រោម 1. ស្នើសុំដំឡើងថ្លៃសម្រាប់កង់3ចាប់ពី1200រៀលក្នុង1គីឡូម៉ែត្រ 2. ស្នើសុំបញ្ចុះការកាត់កម្រៃជើងសារមកត្រឹម 12% 3. ស្នើសុំឲ្យក្រុមហ៊ុន App ទាំងអស់កាត់កម្រៃជើងសារនិងកំណត់តម្លៃស្មើៗគ្នា 4. ក្នុងករណីមានភ្ញៀវប្តឹងស្នើសុំក្រុមហ៊ុនតាក់ទងសួរអ្នកបើកបរជាមុនសិនមុនពេលផ្អាកឬបិទគណនីរបស់អ្នកបើកបរ 5. ស្នើសុំឲ្យក្រុមហ៊ុនផ្ដល់ព័ត៌មានជាក់លាក់អំពីភ្ញៀវរួមមានឈ្មោះពិតលេខទូរស័ព្ទពិតនិងរូបថតពិតដើម្បីងាយស្រួលក្នុងការផ្ទៀងផ្ទាត់ក្រោមកិច្ចសម្រាប់សម្រួលប្រកបដោយសុឆន្ទៈនិងស្មារតីយោគយល់រវាងខ្មែរនិងខ្មែរដើម្បីលើកកម្ពស់សាមគ្គីភាពជាតិជាធ្លុងមួយឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានខិតខំបន្ស៊ីការស្នើសុំនិងលទ្ធភាពដែលក្រុមហ៊ុន App ទាំងអស់អាចផ្ដល់ជូនព្រមទាំងឈានទៅដល់ការឯកភាពគ្នាភាគីសំណើនិងភាគីក្រុមហ៊ុនទាំងអស់ដូចតទៅ 1. តំណាងក្រុមហ៊ុន Tada ក្រុមហ៊ុន Move និងក្រុមហ៊ុន Maxim យល់ព្រមយកកម្រៃជើងសារចំនួន 12% និងថ្លៃដឹកជញ្ជូនគោលចំនួន 1200 រៀលក្នុង1គីឡូម៉ែត្រ 2. តំណាងអ្នកបើកបរកង់3និងតាក់ស៊ីបានឯកភាពដូចខាងក្រោមអនុវត្តតាមគោលការណ៍ដែលក្រុមហ៊ុន App បានកំណត់ក្នុងចំណុចទី1ខាងលើធ្វើការផ្សព្វផ្សាយដល់សមាជិកក្រុមអ្នកបើកបរកង់3និងតាក់ស៊ីទាំងអស់ឲ្យបានយល់ពីស្មារតីនៃកិច្ចប្រជុំនេះនិងគោលការណ៍ដែលក្រុមហ៊ុន App បានកំណត់ណែនាំដល់អ្នកបើកបរទាំងអស់ត្រូវគ្រប់ច្បាប់ចរាចរណ៍ផ្លូវគោកនិងមានក្រមសីលធម៌អ្នកបើកបរឲ្យបានត្រឹមត្រូវហាមធ្វើសកម្មភាពបាតកម្មតវ៉ាខុសច្បាប់ណាមួយជាដាច់ខាតទោះក្នុងរូបភាពណាក៏ដោយករណីអ្នកបើកបរមានបញ្ហាណាមួយត្រូវទំនាក់ទំនងនិងដោះស្រាយជាមួយក្រុមហ៊ុនដោយសន្តិវិធី 3. ករណីនៅពេលមានភ្ញៀវប្តឹងអ្នកបើកបរទៅកាន់ក្រុមហ៊ុន App ក្រុមហ៊ុន App ត្រូវធ្វើការស្រាវជ្រាវស៊ើបអង្កេតបណ្ដឹងនីមួយៗឲ្យបានច្បាស់លាស់មុននឹងឈានទៅដល់ការផ្អាកឬបិទគណនីអ្នកបើកបរប្រព្រឹត្តសកម្មភាពធ្ងន់ធ្ងរពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌទៅលើភ្ញៀវក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ 4. ក្រុមហ៊ុន App ទាំងអស់ត្រូវរៀបចំជាលិលាអក្សរនៃគោលនយោបាយប្រតិបត្តិការអាជីវកម្មបើកបរកង់3និងតាក់ស៊ីរៀបចំបទបញ្ជាផ្ទៃក្នុងក្រមសីលធម៌និងកំណត់កម្រៃជើងសារថ្លៃដឹកជញ្ជូនគោលពេលវេលាបើកបរនិងគោលការណ៍លើកទឹកចិត្តផ្សេងៗដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅកាន់អ្នកបើកបររៀបចំឲ្យមានក្រុមប្រឹក្សាវិន័យសម្រាប់ដោះស្រាយរាល់បណ្ដឹងនានាពាក់ព័ន្ធទៅនឹងភ្ញៀវនិងអ្នកបើកបរអាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មានថ្ងៃអង្គារ15កើតខែផលគុណឆ្នាំអាសាញ់សប្បុរសពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី3ខែមិនិនាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាងខ្ញុំអែលស្រីណុយពីកម្មវិធី TVFB ប៉ះដំណឹងDownload app NTX Mall Plat ទទួលបាន voucher $5ភ្លាមដោយគ្រាន់តែ register រួចបំពេញ referral code NTX TVFB5 នោះលក្ខខណ្ឌផ្សេងៗនឹងត្រូវបានអនុវត្តCam អ៊ីនធឺណិតជំរើសដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងអាជីវកម្មគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ